ថ្មីនេះអ្នកគ្នាត្រូវបានគេប្រទះឃើញសាកសពនារីជំទង់ម៉ាឡេស៊ីម្នាក់ត្រូវបានគេចាក់ជាង200ដងនៅក្នុងបន្ទប់ទឹកសាលារៀនមួយដែលរឿងនេះបានកើតឡើងនៅក្នុងទីក្រុងប៉ាតាលីងចាយ៉ាសាឡាង៉ូប្រទេសម៉ាឡេស៊ីដែលហេតុការណ៍នេះកើតឡើងចេញពីក្មេងប្រុសម្នាក់ដែលមានឈ្មោះថាអាមេរ៉ូដែលមានអាយុ14ឆ្នាំជាមនុស្សដែលចូលចិត្តស្ងៀមស្ងាត់និយាយទៅគឺគាត់ focus តែរឿងរៀនរបស់គាត់ទេប៉ុន្តែអាមេរ៉ូយើងហ្នឹងគឺបានលួចស្រឡាញ់នារីម្នាក់ដែលមានឈ្មោះថាយ៉ាប់ស៊ីងស៊ុនអាយុ16ឆ្នាំជាសិស្សដ៏ល្អម្នាក់ស្អាតរូសរីសខ្ពស់ថែមទាំងកូនកាត់ចិនទៀតផងហើយអាមេរ៉ូយើងនេះគឺគាត់មិនដែលចោះចាញ់ទេគាត់តែងតែផ្ញើសារនិយាយពីសារភាពស្នេហ៍និយាយពីអារម្មណ៍របស់គាត់ទៅកាន់ស៊ីងស៊ុនរហូតវាធ្វើឲ្យស៊ីងស៊ុនយើងនឹងគឺមានអារម្មណ៍ថាធុញទន់ខ្លាំងសម្បីតែឆារបស់គាត់គឺនេះមិនដែលចូលមើលផងបន្ទាប់ពីនោះមកអាមេរ៉ូយើងគឺគាត់អន់ចិត្តខ្លាំងមែនតើគាត់ក៏បានសរសេរពីក្តីស្រឡាញ់និងភាពខ្មៅងងឹតរបស់គាត់នៅក្នុងសៀវភៅមុនព្រឹត្តិការណ៍នេះកើតឡើងនឹងគឺបានសង្កល់ឃើញអាមេរ៉ូយើងនឹងគឺសម្លឹងទៅស៊ីងស៊ុនយើងក្នុងខ្សែភ្នែកដ៏គួរឲ្យខ្លាចអ្នកគ្នាគឺភ្នែកមើលទៅពោពេញដោយគំនុំដែលក្នុងសៀវភៅរបស់គាត់ដែលគេបានផុសនឹងគឺបង្ហាញថាបើសិនជានាងនឹងមិនស្រឡាញ់ខ្ញុំវិញបានទេខ្ញុំនឹងធ្វើឲ្យនាងស្គាល់ពីអារម្មណ៍របស់ខ្ញុំវិញនៅព្រឹកថ្ងៃទី15តុលាឆ្នាំ2025នេះអាមេរ៉ូយើងនឹងគឺបានលួចយកកបិតដាក់ចូលនៅក្នុងថង់របស់គេដាក់ក្នុងកតាបទៀតហ្នឹងដើម្បីយកមកសាលារៀនហើយគាត់បានដើរចូលសាលារៀនដូចសពដងអញ្ចឹងគឺគ្មានវិណាសង្ស័យនឹងឆែកឆេរកាបូបរបស់គាត់ទេនៅម៉ោងប្រហែល9ព្រឹកហ្នឹងគឺស៊ីងស៊ុនជាមួយនឹងមិត្តភ័ក្តិរបស់គាត់ហ្នឹងគឺបានប្រមូលគ្នាទៅបន្ទប់ទឹកទាំងពីរនាក់តែមិត្តភ័ក្តិរបស់ស៊ីងស៊ុនហ្នឹងគឺបានត្រឡប់ទៅថ្នាក់រៀនមុនគឺទុកឲ្យតែស៊ីងស៊ុនម្នាក់ឯងទេដែលនៅក្នុងបន្ទប់ទឹកក្រោយមកពេលដែលនាងបើកទ្វារចេញពីបន្ទប់ទឹកហ្នឹងគឺអាមេរ៉ុនយើងគឺបានចេញពីគៀនមកខាងនៅក្បែរបន្ទប់ទឹកហ្នឹងចេញមកហើយអាមេរ៉ុនយើងហ្នឹងគឺបាននិយាយទៅកាន់ស៊ីងស៊ុនថាហេខ្ញុំចង់និយាយជាមួយនឹងឯងរឿងមួយប៉ុន្តែស៊ីងស៊ុនរបស់យើងនេះគឺគាត់អត់ខ្វល់ទេគឺគាត់ដើរចេញធ្វើបង្អើចឹងទៅអាមេរ៉ុនយើងនឹងគឺមិនឲ្យនាងទៅវិញដល់ងាយៗឡើយគាត់ក៏បានស្ទុះទៅចាប់ដៃនាងហើយព្រមទាំងដកកំបិតចេញមកហើយគាត់នឹងក៏បានទៅចាក់នារីស៊ីងស៊ុនរបស់យើងនឹងជាច្រើនលើកជាច្រើនសារតាំងពីចុងជើងរហូតដល់លើក្បាលត្រង់កត្រង់ដៃនិយាយទៅគាត់ចាក់ជាមួយនឹងកំហុងរបស់គាត់រហូតតតែស៊ីងស៊ុនរបស់យើងត្រូវបានបាត់បង់ជីវិតតែសម្រាប់អាមេរ៉ុនយើងគឺគាត់អត់មានអារម្មណ៍ភ័យខ្លាចនឹងសោកស្ដាយឡើយដែលគាត់ដើរចេញមកទាំងកំបិតទាំងអាវប្រឡាក់ពោពេញដោយឈាមដល់ឲ្យខ្វល់ខ្វាយពីអ្នកណាសោះក្រោយមកហ្នឹងទៅបានគេប្រទះឃើញសាកសពរបស់ស៊ីងស៊ុនយើងនៅក្នុងបន្ទប់ទឹកដោយអ្នកគ្រូណាគាត់បានឃើញនឹងមានអារម្មណ៍តក់ស្លុតខ្លាំងមែនទែនដោយសាកសពរបស់នេះត្រូវបានគេចាក់ឡើងសោះសាច់ហើយអ្នកគ្រូនឹងក៏បានខកទៅកាន់ប៉ូលីសដើម្បីឲ្យមកអន្តរាគមន៍នៅក្នុងសាលាហ្នឹងនៅពេលដែលប៉ូលីសទៅដល់ហ្នឹងគឺអាមេរ៉ុនរបស់យើងនឹងជាជនសង្ស័យចម្បងគេដោយសារតែគាត់នឹងមានប្រឡាក់ឈាមនៅលើអាវរបស់គាត់ហើយប៉ូលីសក៏ព្រមទាំងចាប់ខ្លួនរបស់គាត់ភ្លាមដែលអាមេរ៉ុនរបស់យើងហ្នឹងក៏គាត់បានសារភាពផងដែរដែលគាត់និយាយថាគឺគាត់នឹងមិនចង់សម្លាប់ស៊ីងស៊ុនទេប៉ុន្តែដោយសារតែនាងនឹងតែងតែមិនខ្វាយខ្វល់ជាមួយនឹងសាររបស់គាត់សោះអញ្ចឹងទៅឪពុករបស់គាត់នឹងក៏បានរ៉ាយរ៉ាប់ប្រាប់ទៅប៉ូលីសថាកូនរបស់គាត់នឹងគឺមានអាកប្បកិរិយាប្លែកណាស់រយៈពេល2-3ថ្ងៃនេះគឺគាត់ជាមនុស្សដែលស្ងប់ស្ងាត់មិនចេះនិយាយច្រើនទេនិយាយចំទៅគាត់ជាមនុស្សដែល introvert នៅពេលដែលគាត់ដុកកូនរបស់គាត់មកកាន់សាលារៀនហ្នឹងគឺកូនរបស់គាត់អាមេរ៉ុនយើងហ្នឹងគឺគាត់និយាយច្រើនជាងមុនប្លែកចេះសួរនាំនិយាយទៅគឺឪពុករបស់គាត់មានអារម្មណ៍ចម្លែកខ្លាំងណាស់ចំណែកឯម្ដាយរបស់ជនរងគ្រោះហ្នឹងគឺគាត់សោកស្ដាយនឹងមិនសុខចិត្តទេដែលគាត់បាននិយាយនៅមុខសារព័ត៌មានថាកូនរបស់គាត់ហ្នឹងពេលដែលធ្វើសារវិច័យក្រោយមកហ្នឹងគឺបានគេប្រទះឃើញថាស្នាមចាក់លើដងខ្លួនរបស់គាត់ហ្នឹងជាង200ដងយ៉ាងណាមិញក្រៅការស៊ើបអង្កេតហ្នឹងគឺគេបានបង្ហាញថាអាមេរ៉ុនរបស់យើងហ្នឹងគឺមានបញ្ហាផ្លូវចិត្តប៉ុន្តែប៉ូលីសរបស់យើងក៏បានដកហូតផុសតាងទាំងអស់ទាំងកបិតទាំងពីរហ្នឹងហើយនឹងផុសតាងនៅក្នុងសាលារៀនឬក៏ឈាមហ្នឹងដើម្បីធ្វើកសោមចៃសម្រាប់អ្នកជំនាញផ្លូវចិត្តបាននិយាយថាករណីនេះគឺជាករណីក្មេងជំទង់ដែលមានចំណងឬក៏បង្ហាញអត្តសញ្ញាណពីស្នេហានៅក្នុងវ័យរបស់គាត់នៅពេលដែលគ្មានអ្នកណាស្ដាប់ឬជួយពួកគេគឺគំនិតទាំងអស់នេះវាអាចទៅជាគំនិតអវិជ្ជមាននិងបង្កឲ្យកើតជាឧក្រិដ្ឋកម្មបានកើតឡើងហើយសម្រាប់អាមេរ៉ុនរបស់យើងនឹងគឺតឡាការបានសម្រេចចិត្តថាយកគាត់ទៅឃុំខ្លួននៅមណ្ឌលកែប្រែរបស់អនិច្ចជននឹងបានសម្រេចពន្យាពេលកាត់ក្តីចុះអ្នកគ្នាយល់យ៉ាងណាដែរក្នុងករណីមួយនេះបើសិនជាមានព័ត៌មានអីថ្មីទៀតខ្ញុំនឹងអាប់ដេតជូនបងប្អូនទាំងអស់គ្នា